នាងយតាគុណនៃការរក្សាឧបោសិលតាំងពីក្មេងដល់ចាស់ការព្រះសម្ពុទ្ធបរមគ្រូគង់នៅក្នុងចេតវៈអ្នកមហាវិហារជាអារាមរបស់អនាថបិណ្ឌិកាសេដ្ឋីអ្នកក្រុងសាវត្ថីកាលនោះមានធីតាម្នាក់ឈ្មោះនាងលតាជាកូនរបស់សាវត្ថីឧបាសកនាងលតាធីតានោះជាស្ត្រីមានប្រាជ្ញាឆ្លាតវៃចេះដឹងនៅច្បាប់ព្រះពុទ្ធសាសនាជាច្រើនមេត្តាបិតាបានរៀបឲ្យមានគូស្វាមីភរិយាក្នុងពេលដែលរៀបវាហមង្គលនោះបាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានទៅថ្វាយផាត់លុះរៀបមង្គលការហើយបាក់ក៏បញ្ជូនឲ្យទៅនៅក្នុងសំណាក់មេត្តាបិតាក្មេកនាងលតាជាស្ត្រីមានមេយាទល្អត្រឹមត្រូវខំប្រតិបត្តិបម្រើស្វាមីនិងមេត្តាបិតាក្មេកដោយគោរពទាំងមានចិត្តអាណិតអាសូរដល់ទេសកម្មរបស់នាងតែងចែកចាយសម្ពត់សាវអាវស្បៃមហូបចំណីដល់ទសកម្មជារឿយវេលាថ្ងៃឧបោនាងបានរក្សាឧបោសិលជានិច្ចពុំដែលខានឡើយឯមេត្តាបិតាក្មេកឃើញកូនប្រសាមានចរិតល្អដូច្នេះក៏មានសេចក្តីស្រឡាញ់ពេញចិត្តជាទីបំផុតព្រោះជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដូចគ្នាក្នុងកាលជាខាងក្រោយមកនាងលតានោះក៏ធ្វើមរណកាលទៅបានទៅកើតជាធីតារបស់ស្ដេចវេស្សវណ្ណនាស្ថានចតុមហារាជិកាទេវលោកមានឈ្មោះថាលតាដូចជាឈ្មោះក្នុងស្ថានមនុស្សឯព្រះបាទវេស្សវណ្ណនោះមានព្រះរាជធីតា5អង្គគឺនាងលតា1សច្ជា1បវរា1អច្ឆិមុតី1សុត្រា1កាលបើនាងធីតាទាំង5នោះកើតហើយសកទេវរាជក៏នាំយកទៅស្ថានត្រៃត្រង់ស្ថានត្រៃត្រង់ឲ្យធ្វើជាបាតបរិចារិការបស់ព្រះអង្គតែងឲ្យនាងទាំង5លេងរបាំថ្វាយទាត់រាល់ថ្ងៃមួយធីតាទាំង5បានជជែកគ្នាថាយើងទាំងអស់គ្នានេះអ្នកណារំច្រៀងពីរោះល្អជាងគេនាងមួយថាខ្លួនក្រិនបើនាងមួយទៀតថាខ្លួនក្រិនបើជាងជជែកមិនដាច់ស្រេចក៏នាំគ្នាទៅថ្វាយបង្គំព្រះបាទវេស្សវណ្ណជាមេត្តាហើយទូលសួរថាបើពិតព្រះបិតានាងខ្ញុំទាំង5រូបនេះនាងណារំច្រៀងល្អពីរោះជាងគេព្រះបាទវេស្សវណ្ណបានឮព្រះរាជបុត្រីសូដូច្នេះហើយក៏ប្រាប់ថាមនាលកូនទាំងឡាយនិងមនាលកូនសំឡាញ់ឪពុកបើនាងចង់ដឹងចូលនាំគ្នាទៅរំច្រៀងក្នុងទីប្រជុំនៃទេវតាក្បែរមាត់ស្រះអនតៈនាងប្រៃហេមពៀនឯណោះទើបដឹងប្រកាសបានព្រះរាជបុត្រីទាំង5ព្រះអង្គក៏នាំគ្នាទៅរំច្រៀងក្បែរមាត់ស្រះអនតៈតាមព្រះរាជបញ្ជារបស់បិតាក្នុងពេលនោះទេវតាទាំងឡាយបានដឹងដំណឹងនោះហើយក៏នាំគ្នាឈរឆាទៅប្រជុំនៅព្រៃហេមពៀនច្រើនមីដេដាពេញព្រៃទាំងមូលពេលនោះព្រះរាជបុត្រីក៏ឡើងរំច្រៀងម្ដងម្នាក់ដល់អស់4អ្នកនៅសល់តែនាងលតាមួយពុំទាន់ច្រៀងកាលបើធីតាទាំង4
នោះច្រៀងចប់ហើយពួកទេវតាទាំងឡាយក៏នៅស្ងាត់ជើងឥតឮសូរសព្ទសាធុការឡើយបន្ទាប់ពីនោះមកនាងលតាក៏ក្រោកឡើងរឹមស្រែកច្រៀងមានសំឡេងពីរោះឬណែនពេញប្រៃហេមពានទាំងមូលលុះរំច្រៀងចប់ហើយពួកទេវតាទាំងឡាយក៏ស្រែកអោយពោស័ព្ទសាធុការឮលិនក៏ក្រើកញើបញ័រប្រៃហេមពានលំដាប់នេះនាងសុត្រាជាព្រះរាជបុត្រីពៅបង្អស់នឹងស្ងើចអស្ចារ្យក្នុងចិត្តទើបសួរទៅនាងលតាជាបងថាបងបានធ្វើបុណ្យដូចម្ដេចទើបពីជាតិមុនបានជាមានរូបល្អមានសម្លេងពីរោះមានប្រាជ្ញាច្រើននាងលតាប្រាប់ថាបានជាបងមានរូបល្អមានសម្លេងពីរោះមានប្រាជ្ញាច្រើនដូច្នេះកាលពីជាតិមុនបងបានរក្សាឧបោសិលតាំងពីក្មេងដល់រាបដល់ចាស់ពុំដែលឲ្យដាច់ធ្លុះធ្លេម្ដងឡើយ